ឥឡូវនេះយើងបាននិយាយអំពីវាហើយអ្នកក៏ដូចគ្នាដែរគ្មានការខាត់បងទេយើងអាចឈប់នៅទីនេះបានតើអ្នកបានធ្វើវាទេ Shen Chiking ឡៃជឿយ៉ាងសាមញ្ញបើខ្ញុំមិនចូលចិត្តអ្នកហេតុអ្វីខ្ញុំនៅតែមើលអ្នកធ្វើមិនបានល្អគ្មានបរិសុទ្ធណាម្នាក់ក្នុងលោកនេះត្រូវបានគេបង្ខំទេពួកគេអាចជាអ្នកជំងឺប្រភេទនេះវាដោយសារតែអ្នកមិនយល់វាដោយសារតែព្រះរបស់អ្នកមិនពួកគេយល់ពីអារម្មណ៍របស់មនុស្សសាមញ្ញវាគ្រាន់តែជាការកេងប្រវ័ញ្ចគ្នាទៅវិញទៅមកប៉ុណ្ណោះឥឡូវនេះពួកគេកំពុងធ្វើរូបរាងនៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅតើអ្នកណាកំពុងមើលដោយសារអ្នកក៏មានកិច្ចព្រមព្រៀងរៀបការដែរមួយគ្រាន់តែបែកគ្នាពីរដងសោះហេតុអ្វីចាំបាច់ធ្វើបែបនេះតើវាបំផ្លាញខ្ញុំទេពិធីភ្ជាប់ពាក្យរបស់ខ្ញុំជាមួយព្រះនាងគឺដោយបង្ខំដោយកាលៈទេសៈព្រះចៅអធិរាជសុខបានបញ្ជាឲ្យខ្ញុំទៅត្រង់ Phoenix ត្រូវបានបង្ក្រាបដូច្នេះហើយនោះជារឿងរបស់អ្នកមិនចាំបាច់ចូលរួមទេខ្ញុំបាននិយាយថាបើឯងចង់សម្លាប់ចូលធ្វើវាឲ្យលឿនទៅឲ្យបើឯងចង់ចាក់ចេញចូលចេញពីទីនេះទៅតើខ្ញុំពិតជាអន់ជាងលោកលីមែនទេតើវាជាលើកដំបូងមែនទេអ្នកបានឃើញអនុស្សាវរីយ៍ដែរអ្នកតើអ្នកគិតយ៉ាងណាដែរខ្ញុំបាននិយាយថាដោយឃើញអ្នកចិត្តរៀបការអ្នកត្រង់ទទួលចង់ចុះទៅកាន់ភពមនុស្សតែមិនបានធ្វើអ្វីឡើយដំណឹងល្អណាស់គាត់ពិតជាបានមករក Shen Man Siv Ching តាមពិតទៅប្រសិនបើអ្នកមិនយល់ព្រមនឹងអាពីពីប្រសិនបើអ្នកសុខចិត្តនិយាយដោយត្រង់នោះមិនអីទេអ្នកមិនមែនជាប្រភេទមនុស្សដែលចូលចិត្តរំខាននរណាម្នាក់ឥតឈប់ឈរនោះទេដោយសារតែបែបនេះហើយចូលយើងបោះបង់ចោលទៅខ្ញុំក៏មិនចង់បានបរិសុទ្ធដែលអ្នកមិនចង់បានដែរព័ត៌មានពីតុលាការស៊ូពេលយើងចុះមកខ្ញុំនិងលីឈូរវល់ចំអិនអាហារនៅក្នុងទីធ្លាពិធីមង្គលការណាត់ជួបត្រូវបានលុបចោលមែនហើយលីនឈីងក៏ប្រញាប់ប្រញ័រធ្វើសកម្មភាពដែរវាមានរយៈពេល3ថ្ងៃហើយខ្ញុំនៅតែមិនទាន់ចាក់ចេញដំបូងឡើយខ្ញុំគិតថាគាត់នឹងដូចមនុស្សនៅក្នុងសៀវភៅរូបភាពហេតុអ្វីបានជានៅតែប្រើកម្លាំងនិងប្លន់រឿងស្នេហាដែលបង្ខំចិត្តនោះគ្មានអ្វីក្រៅពីជាសំណាងល្អគាត់ហាក់ដូចជានៅតែមានស្មារតីបន្តិចបន្តួចនៅសល់គាត់គួរតែមានមោទនភាពដែលគាត់សមនឹងទទួលបានទោះបីជាអ្នកហ៊ានក៏ដោយខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកដទៃបង្ហោះអំពីការបង្វែរឆ្នាំងនោះទេវានឹងព្រើលសុំថយក្រោយបន្តិចឈូអ្នកពិតជាបានធូរស្រាលជាងមុនហើយវាមិនមែនដូចជាអ្នកកំពុងមើលខ្ញុំផឹកស្រារាល់ថ្ងៃនោះទេវិទ្យាសាស្ត្រលីឈូតើអ្នកពិតជាមិននៅទីនេះមែនទេពូម៉ាអ្វីដែលខ្ញុំនឹងក្តាមស៊ីជីរឿងទាំងនោះដែលនាំទៅដល់អាពាហ៍ពិពាហ៍ការប្រើប្រាស់របស់នាងនិងរបស់ទាំងនោះក្នុងរយៈពេល2ឆ្នាំអ្នកបានឃើញរឿងទាំងនោះដែលពិតជាមានមែនអ្នកមិនប្រកាន់ទេវាជាមិត្តភាពមិននិយាយថាអ្នកមិនបានធ្វើអ្វីទេទោះបីជាអ្នកពិតជាបានធ្វើវាក៏ដោយវាទាំងអស់គឺសម្រាប់ខ្ញុំគ្មានជំរឿអ្វីក្រៅពីធ្វើវាទេឥឡូវនេះយើងត្រូវបានបំបែកដោយជីវិតនិងសេចក្តីស្លាប់ទោះបីជាអ្នករៀបការម្ដងទៀតក៏ដោយអ្នកស្លាប់ទៅហើយមិនអាចប្រកែកបានទេបើដូច្នោះមែនអ្នកពិតជាគ្មានវិធីព្យាបាលចាំបាច់តតែសោះបើអ្នកមិនចង់ច្រណែនគេទេវាមិនអីទេខ្ញុំនឹងគិតអំពីវានៅពេលក្រោយខ្ញុំនឹងមិនធ្វើឲ្យអ្នកច្រណែនទៀតទេចុះក្តាមដែលមានរូបរាងអស្ចារ្យនោះវិញក្នុងនាមជាសត្វលោកសុគ្រាក៏មានព្រះដ៏ខ្ពង់ខ្ពស់បំផុតមួយអង្គដែរតើអ្នកនឹងស្ដាយក្រោយដែលមិនបានជ្រើសរើសលោកលីទេគាត់នឹងមិននិយាយថាខ្ញុំនឹងស្លាប់ដើម្បីអ្នកទេចូលយើងកំណត់ថាគាត់ជានរណានិងរូបរាងរបស់គាត់យ៉ាងណារូបរាងល្អមិនសមនឹងខ្ញុំតតែសោះបន្ទាប់ពីរស់នៅបែបនេះអស់រយៈពេលយូរមកហើយពេលវេលាដ៏យូរបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកការប្រើបានលេចចេញមកមានរឿងអ្វីជាមួយមិត្តភាពទាំងអស់នេះតើអ្នកផ្ដាសាយទេវាមិនមានអ្វីធ្ងន់ធ្ងរទេខ្ញុំគ្រាន់តែមានអារម្មណ៍ចង់ក្អួតបន្តិចខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមខ្ញុំគួរតែទៅហៅគ្រូពេទ្យមិនចាំបាច់ហៅទូរស័ព្ទទៅគ្រូពេទ្យទៀតទេខ្ញុំប្រហែលជាអាចធ្វើបានអ្នកនិយាយថាអ្នកមានផ្ទៃពោះខ្ញុំក៏និយាយថាខ្ញុំមានផ្ទៃពោះដែរវាអាចទៅរួចដែលថានាងមានផ្ទៃពោះដូច្នេះអ្នកនៅតែឈរនៅជួរមុខនៃនានាការនេះមែនទេគុំបង្កកពេលកំពុងមើលសកម្មភាពក្នុងផ្ទះទំនើបនេះគ្រប់គ្រាន់ហើយឬនៅឯកឧត្តមដល់ពេលត្រឡប់ទៅវិញហើយស្ថានសួគ៌នៅតែរងចាំយប់មិញអ្នកបានចេញពីអាណាចក្រដ៏ទេវភាពម្ដងទៀតមនុស្សកំពុងរកគាត់ប៉ុន្តែគាត់មិនទាន់បានចេញទៅណាទេវាជារឿងរបស់គាត់មិត្តភាពរបស់យើងនឹងឆ្លងកាត់វាទៅថ្ងៃល្អមានរយៈពេលត្រឹមតែ2-3ឆ្នាំប៉ុណ្ណោះតើអ្វីទៅដែលល្អម្ល៉េះចំពោះការធ្វើជាមនុស្សធម្មតារយៈពេល10ឆ្នាំអ្នកសុខចិត្តរស់នៅដើម្បីលីឈូហេតុអ្វីបានជាការចិញ្ចឹមកូនស្រីមិនព្រមខ្ញុំបានត្រឡប់ទៅឋានព្រះវិញជាមួយនាងពីព្រោះនាងលីឈូដោយសារតែនាងជាលីឈូដូច្នេះខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាងអ្នកទាំងពីរស្គាល់គ្នាហើយលីគាត់គ្រាន់តែជាអ្នកដើរកាត់ម្នាក់ប៉ុណ្ណោះចូលយើងត្រឡប់ទៅអតីតកាលវិញវាមិនអាចទៅរួចទេសម្រាប់យើងដើម្បីនៅជាមួយគ្នាម្ដងទៀតផ្លូវនៅខាងក្រៅទីធ្លាបានបាត់អស់រយៈពេលជាច្រើនថ្ងៃរូបរាងនិងសម្លៀកបំពាក់ពណ៌របស់ខ្ញុំប៉ុន្តែប្រអប់មួយបានលេចចេញមកភ្លាមម្ជុលសក់ដែលមិនអាចកាត់ថ្លៃបាននាងពិតជាអស្ចារ្យណាស់សូម្បីតែបន្ទាប់ពីនាងបានចាក់ចេញទៅក៏ដោយក៏នាងមិនភ្លេចដែរហេតុអ្វីបានជាអ្នកមិនយករបស់អ្នកទៅជាមួយអ្នក
ហេតុអ្វីបានជាវាមិនលក់វារួចហើយសម្លាញ់ឲ្យយើងលែងត្រូវខំប្រឹងទៀតហើយរួចហើយ